នេះគឺជាមូលហេតុដែលប្រជាជនចិនកាន់តែមានទៅពួកគេបានរកឃើញវិធីដឹកជញ្ជូនរថយន្តដឹកទំនិញជជុះដែលឈប់ប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់ទ្វីបអាហ្វ្រិកដើម្បីលក់នៅទីនោះការដឹកជញ្ជូនម្ដងអាចរកចំណូលបានរហូតដល់$5 លានជនជាតិចិនដំបូងគេដែលមើលឃើញឱកាសនេះគឺប្រធានកប៉ាល់ម្នាក់ដែលមានភារកិច្ចដឹកជញ្ជូនដែកទីបដែកទាំងនេះមានអង់ស៊ីតេខ្ពស់និងធ្ងន់ខ្លាំងប៉ុន្តែវាមិនសូវស៊ីកន្លែងនោះទេកត្តានេះជារឿយៗធ្វើឲ្យបន្ទុករបស់កប៉ាល់ពិបាកក្នុងការរក្សាតុល្យភាពបន្ទាប់មកលោកក៏បានកត់សម្គាល់ឃើញថារថយន្តដឹកទំនិញដែលគេបោះបង់ចោលយ៉ាងច្រើននៅជិតកំពង់ផែដែលត្រូវបានដកចេញពីផ្លូវថ្នល់ដោយសារតែនៅក្រោមបទបញ្ញត្តិរបស់ប្រទេសចិនយានយន្តមួយចំនួនមិនអាចធ្វើដំណើរដោយស្របច្បាប់នោះទេនៅពេលដែលវាមានអាយុកាលលើសពី15ឆ្នាំនេះហើយជាពេលដែលប្រធានកប៉ាល់បានបង្កើតផែនការរកលុយដ៏អស្ចារ្យមួយគាត់បានប្រើប្រាស់រថយន្តដែលឈប់ប្រើប្រាស់ទាំងនេះដើម្បីជួយរក្សាតុល្យភាពបន្ទុករបស់កប៉ាល់នៅពេលដែលកប៉ាល់ទៅដល់អាហ្វ្រិកគាត់ក៏អាចលក់រថយន្តទាំងនោះបានថែមទៀតដោយសារតែតម្លៃកែច្នៃសម្រាប់រថយន្តទាំងនោះមានកម្រិតទាបខ្លះអាចទិញបានក្នុងតម្លៃត្រឹមតែប៉ុន្មានពាន់ដុល្លារហើយ model ខ្លះទៀតក៏មានតម្លៃទាបបំផុតត្រឹមតែ$500ប៉ុណ្ណោះនេះហើយជាមូលហេតុដែលអ្នកអាចឃើញរថយន្តដឹកទំនិញរបស់ចិនយ៉ាងច្រើននៅក្នុងទ្វីបអាហ្វ្រិកនាពេលបច្ចុប្បន្ន